រឿងលោកលន់កាលពីព្រេងនាយមានក្មេងស្រីម្នាក់ដើរចេញទៅជីកដំឡូងនៅក្នុងព្រៃដែលមានដំបូកមួយមានរូងជ្រៅថ្ងៃមួយពេលទៅជីកដំឡូងជីកបានបន្តិចក៏របូតផ្លែចបចូលទៅក្នុងរូងនោះនាងមិនដឹងធ្វើដូចម្តេចក៏ស្រែកប្រកាសឲ្យគេជួយផងអ្នកណាក៏បានជួយយកចបជីកឲ្យខ្ញុំបន្តិចខ្ញុំនឹងសងគុណលោក មួយរំពេចនោះមានខ្លាចាស់មួយក្បាលមានដំបៅក្បាលហើយមានដង្កូវទៀតចេញមកពីក្នុងព្រៃហើយសន្យាថានឹងយកចបជីកឲ្យនាងលុះត្រាតែនាងនោះរកចាយឲ្យខ្លួនក្មេងស្រីនោះយល់ព្រមខ្លាក៏យកចបជីកបានពីក្នុងរងនោះឲ្យនាងហើយនាងក៏យកមែកឈើឆ្កើដង្កូវចេញពីក្បាលឲ្យខ្លាចេះតែសួរនាងថានាងដំបៅតើស្អុយទេឬក្រអូបដំបៅទៅស្អុយណាស់ប៉ុន្តែនាងចេះតែឆ្លើយប្រាប់ថាក្រអូបណាលោកតាលុះឆ្កើដង្កូវចេញអស់បាត់ឈើចាប់បាត់រមាស់ហើយប្រាប់ទៅនាងថាចៅយកកន្ត្រកមកនេះតើដាក់ដំឡូងឲ្យនាងនោះក៏យកកន្ត្រកឲ្យខ្លាដាក់សិតតែមាសហើយគ្របចិត្តដោយផ្ដាំថានាងយកកន្ត្រកនេះទៅផ្ទះហើយហៅបងប្អូនមកជុំគ្នាបិទទ្វារឲ្យជិតសម្បើកនាងនោះលាខ្លាហើយដើរទៅផ្ទះហៅបងប្អូនមកជុំគ្នារួចក៏បើកកន្ត្រកមើលដល់ពេលបើកមើលទៅឃើញសិតតែមាសនិងប្រាក់ក៏ចែកគ្នាទៅលុះយូរបន្តិចរឿងនោះបានដឹងដល់ស្រីឯទៀតដែលមានកូនក្រមុំក៏ប្រើឲ្យកូនក្រមុំខ្លួនទៅជីកដំឡូងដើម្បីជួបខ្លាដោយធ្វើឲ្យដូចនាងមុននឹងបានមាសចែកគ្នាលុះបានទៅដល់កូនស្រីនោះបានជួបនឹងខ្លាក៏ធ្វើជាទ្រុសចប់ជីកហើយនិយាយថាជួយផងអ្នកណាក៏បានជួយយកចបឲ្យខ្ញុំបន្តិចខ្ញុំនឹងដឹងគុណលោកខ្លាលឺហើយក៏យកចបជីកឲ្យនាងវិញហើយឲ្យចាប់ដង្កូវឲ្យខ្លាសួរដូចនាងមុនថានាងដំបៅតើស្អុយទេឬក្រអូបនាងនោះឆ្លើយថាស្អុយណាស់ខ្លាលឺដូច្នេះក៏បង្គាប់ឲ្យនាងយកកន្ត្រកមកឲ្យខ្លួនហើយចាប់ដាក់សិតតែពុះវែកពេញកន្ត្រករួចប្រាប់នាងថានាងយកកន្ត្រកនេះទៅផ្ទះហើយហៅបងប្អូនមកជុំគ្នាបិទទ្វារឲ្យជិតសម្បើកនាងនោះលឺហើយអូនណាស់ក៏ត្រឡប់មកផ្ទះវិញហើយប្រាប់ម្ដាយលឺអូនណាស់ឲ្យបងប្អូនមកជុំគ្នារួចបិទទ្វារហើយក៏បើកកន្ត្រកមើលឃើញសិតតែពុះវែកចេញមកចាក់ស្លាប់អស់ទៅ